ស្រាបៀរគ្រីតលេងឈុតធំសប្រៃអ្នកគ្រប់គ្រងអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈស្រីមុនច្រៀងក្នុងផាប់ជាលើកដំបូងច្រើនឆ្នាំក្នុងវិស័យសិល្បៈកម្ពុជាតារាចម្រៀងខេមរៈស្រីមុនមិនធ្លាប់មានវត្តមាននៅក្នុងការច្រៀងផាប់នានាឡើយដោយឡែកថ្មីនេះស្រាប់តែមានការប្រកាសថាកម្ពុជាតារាចម្រៀងខេមរៈស្រីមុននឹងមានវត្តមានច្រៀងនិងសម្ដែងនៅក្នុងផាប់ជាង50កន្លែងដោយមានការគ្រប់គ្រងពីស្រាបៀរក្រេតដើម្បីសប្រៃអ្នកគ្រប់គ្រងស្រាបៀរគ្រីតលេងឈុតធំនិងចំណាយមិនធម្មតាឡើយសម្រាប់ការអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈស្រីមុនចេញច្រៀងនិងសម្ដែងក្នុងផាប់នេះជាលើកដំបូងដោយតែមហាជនបានឃើញស្រាប់ហើយថាភាគច្រើនកម្ពុជាតារាចម្រៀងខេមរៈស្រីមុនតែងតែមានវត្តមាននៅក្នុងការប្រគំតន្ត្រីធំៗតាមបណ្ដាខេត្តក្រុងនានានិងនៅក្នុងពិធីធំប៉ុន្តែលោកកម្រនឹងមានវត្តមាននៅក្នុងតាមឆាកផាប់កំសាន្តនានាណាស់ឆ្លើយតបនឹងការចង់បានរបស់អ្នកគ្រប់គ្រងស្រាប់តែថ្មីនេះស្រាបៀរក្រេតបានត្រៀមលេងឈុតធំនិងចំណាយមិនធម្មតាទេដោយបានអញ្ជើញកម្ពុជាតារាចម្រៀងខេមរៈស្រីមុនច្រៀងតាមផាប់ធំជាង50កន្លែងជុំវិញខេត្តក្រុងគ្រាន់តែដឹងលំនឹងថាកម្ពុជាតារាចម្រៀងខេមរៈស្រីមុនត្រៀមនឹងមានវត្តមាននៅក្នុងផាប់តាមការអញ្ជើញរបស់ស្រាបៀរក្រេតបានធ្វើឲ្យអ្នកគ្រប់គ្រងជាច្រើនសម្ដែងនៅការត្រេកអរក៏ដូចជាការរងចាំមើលតើអាយដលរបស់ពួកគេនឹងលេចមុខជាលើកដំបូងនៅទីណាបើចង់ជួបផ្ទាល់ជាមួយនឹងកម្ពុជាតារាចម្រៀងខេមរៈស្រីមុនឬអាយដលរបស់បងប្អូនកុំភ្លេចចូលរួមជាមួយនឹងស្រាបៀរក្រេតទាំងអស់គ្នាដើម្បីទទួលបានភាពសប្បាយរីករាយនិងបានរួមលេងកម្សាន្តជុំគ្នាសប្បាយ